ជាបន្តសូមគោរពអញ្ជើញប្រិយមិត្តទទួលស្នេហ៍ជនតាមដាននៅព្រឹត្តិការណ៍ព័ត៌មានជាតិពិស្ដាដើម្បីជួយអភិវឌ្ឍផ្នត់គំនិតផ្នែកអាជីវកម្មចំណេះដឹងផ្នែកហិរញ្ញវត្ថុព្រមទាំងជួយលើកកម្ពស់ការធ្វើការងារជាក្រុម PM Leadership បានបើកវគ្គបណ្ដុះបណ្ដាលមួយស្ដីពីជំនាញនិងវិនិយោគលើផ្នែកអចលនទ្រព្យដោយមានការចូលរួមជាវាគ្មិនពីសំណាក់ឪពុកអ្នកមានអាស៊ីគឺលោក Bilem Tan ឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់ Red Dead ប្រចាំនៅទ្វីបអាស៊ីដែលមានសិក្ខាកាមជាម្ចាស់អាជីវកម្មព្រមទាំងបុគ្គលិកគ្រប់គ្រងប្រមាណជា100នាក់ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលនេះកាលពីរសៀលម្សិលមិញនៅសន្តាគារ Sunway ភ្នំពេញលោកខំពិសិដ្ឋស្ថាបនិក PM Leadership បានមានប្រសាសន៍ថា PM Leadership គឺជាស្ថាប័នមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានបេសកកម្មបណ្ដុះបណ្ដាលនិងដឹកនាំប្រជាពលរដ្ឋកម្ពុជាដែលជាពាណិជ្ជករនិងជាម្ចាស់អាជីវកម្មព្រមទាំងបុគ្គលិកគ្រប់គ្រងឲ្យក្លាយខ្លួនទៅជាអ្នកវិនិយោគក្នុងនោះគឺឲ្យចេះវិនិយោគលើផ្នែកអចលនទ្រព្យនិងបង្កើនមុខរបរអាជីវកម្មរបស់ខ្លួនក្នុងការធ្វើអាជីវកម្មនេះគូបញ្ជាក់ផងដែរថាក្នុងចំណោមដំណើរការអាជីវកម្ម10មាន9បរាជ័យនៅឆ្នាំទី5ដោយសារម្ចាស់អាជីវកម្មនៅកម្ពុជាភាគច្រើនតែជួបបញ្ហាបរាជ័យក្នុងមុខរបរនោះទើបសិក្ខាកាមនេះបានលើកយកប្រធានបទជាច្រើនមកធ្វើជាមេរៀននិងបង្ហាត់បង្ហាញដល់សមាជិកដែលបានចូលរួមក្នុងនោះមានប្រធានបទដូចជារៀនគណនេយ្យជំនាញគ្រប់គ្រងហានិភ័យអនុវត្តជំនាញការគិតបែបយុទ្ធសាស្ត្ររបៀបមើលឱកាសដែលមិនធ្លាប់មានពីមុនមកនិងរបៀបគ្រប់គ្រងការវិនិយោគធ្វើអាជីវកម្មពិសេសគឺចង់ឲ្យសមាជិកចូលរួមយល់អំពីបញ្ហាចម្បងជាងគេគឺបញ្ហាចរន្តសាច់ប្រាក់រហូតមកដល់ពេលនេះ PM Leadership បានដឹកនាំកម្មវិធី K-Flow មកបណ្ដុះបណ្ដាលដល់សិក្ខាកាមដែលភាគច្រើនជាម្ចាស់អាជីវកម្មនិងបុគ្គលិកគ្រប់គ្រងប្រមាណ400នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយដែលខ្ញុំមកទីនេះគឺខ្ញុំមកដើម្បីចង់ដឹងហើយនឹងចង់ស្វែងយល់អំពីការវិនិយោគទៅលើអចលនទ្រព្យនៅក្នុងស្រុកខ្មែរយើងចង់មានfinancial freedom នៅពួកខ្ញុំ expect ថានៅទីនេះគឺអាចដោះស្រាយអាចជួយខ្ញុំបានមកចំណែកទៅតាក់ទិននឹង financial ខ្ញុំក៏ចង់អំពាវនាវទៅទស្សនិកជនទាំងអស់ឲ្យគាត់មកសាកបងដើម្បីយើងរៀនសូត្រពីgame មួយនេះដើម្បីជាចំណេះដឹងមែនតើយើង invest យើងប្រើពាក្យថាយើង invest ទៅលើ game មួយនេះដើម្បីទទួលបានមកវិញនោះគឺដំបូងឡើយគឺយើងបានជា knowledge អញ្ចឹងតើទៅនឹង knowledge រឿងអាជីវកម្មរឿង investment រឿង cash flow អញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យទស្សនិកជនទាំងអស់គាត់មកសាកល្បងក្នុងកម្មវិធីនេះបច្ចុប្បន្ននេះបញ្ហាសំខាន់របស់អ្នកធ្វើអាជីវកម្មនៅកម្ពុជាគឺកង្វះខាតការអប់រំផ្នែកហិរញ្ញវត្ថុនិងភាពអសមត្ថភាពក្នុងការលក់